រឿងខ្យងសង្ឃកាលសម័យព្រះសម្មាសម្ពុទ្ធទ្រង់យកកំណើតជាព្រះពោធិសត្វកាលនោះមានស្ដេចមួយអង្គព្រះនាមវិមលរាជាសោយរាជនៅសោលសៈមហានគរមានព្រះមហេសីពីរអង្គមហេសីទី1ព្រះនាមចន្ទទេវីនិងមហេសីទី2ព្រះនាមឆន្ទានាថ្ងៃមួយព្រះរាជអាមាត្យបានទូលព្រះរាជាថាសោលសៈមហានគរបានសុខខ្សែផ្សាមពេកក្រៃប៉ុន្តែពុំទាន់មានអ្នកស្នងរាជជំនួសនៅឡើយព្រះរាជាមានព្រះបន្ទូលទៅកាន់ព្រះមហេសីទាំងពីរអង្គថាព្រះអង្គត្រូវតែមានបុត្រសម្រាប់ស្នងរាជមហេសីទាំងពីរទ្រង់ព្រះសម្ដាប់ហើយក៏ក្រាបថ្វាយបង្គំលាព្រះស្វាមីយាងទៅប្រាសាទរៀងខ្លួនហើយធ្វើការបួងសួងរៀងរាល់ថ្ងៃដោយអំណាចបុណ្យកុសលដែលបានសាងព្រះនាងចន្ទទេវីបានបូជាថ្វាយនៅផ្កាភ្ញីទៀនធូបដល់ព្រះឥន្ទព្រំទេវតាប្រាថ្នាសូមឲ្យមានបុត្រមួយអង្គប្រកបដោយរូបឆោមល្អឥតមងព្រះឥន្ទ្រាធិរាជយាងឋានទៅឋានព្រះពោធិសត្វសូមនិមន្តព្រះអង្គឲ្យមកចាប់កំណើតក្នុងផ្ទៃព្រះនាងចន្ទទេវីឯព្រះនាងឆន្ទាហេតុតែគ្មានបុណ្យកុសលសាងនាងតែងបូជាផ្កាភ្ញីទៀនធូបនៅដើមជ្រៃកាលនោះទេពធីតារក្សាដើមជ្រៃក៏បានមកចាប់បដិសន្ធិនៅក្នុងផ្ទៃនាងឆន្ទាក្នុងពេលនោះដែរមហេសីទាំងពីរតែងតែចូលគាល់ព្រះរាជាដោយសពដងរីឯបុត្រក្នុងមហេសីទាំងពីរចេះតែវិវត្តធំទៅព្រះវិមលរាជាត្រាស់សួរមហេសីទាំងពីរអង្គថាព្រះនាងទាំងពីរមានព្រះបន្ទូលព្រមគ្នាមកថាខ្ញុំម្ចាស់កំពុងមានព្រះគភ៌ហើយក្រាបទូលព្រះវិមលរាជាទ្រង់ព្រះសម្ដាប់ដូច្នោះក៏ត្រេកអររកអ្វីមកព្រាបផ្ទឹមពុំបានឡើយបន្ទាប់មកទ្រង់សួរទៅព្រះមហេសីទាំងពីរថាតើកាលដែលមហេសីមានព្រះគភ៌ដំបូងតើមានសុបិននិមិត្តអ្វីខ្លះព្រះនាងឆន្ទាទូលព្រះរាជាថាកាលដែលមានព្រះគភ៌ខ្ញុំម្ចាស់សុបិននិមិត្តឃើញដើមចម្ប៉ានោះមានក្លិនក្រអូបសព្វសាយលើផ្កាទាំងពួងយកមកអោបជាប់ដើមទ្រូងព្រះវិមលរាជាក៏ត្រាស់សួរព្រះនាងចន្ទទេវីថាតើព្រះមហេសីសុបិននិមិត្តឃើញអ្វីខ្លះដែរប្រាប់បងឲ្យបានដឹងផងព្រះនាងចន្ទទេវីមានបន្ទូលថាកាលខ្ញុំម្ចាស់មានព្រះគភ៌ខ្ញុំម្ចាស់សុបិនឃើញថាព្រះរាហុបានពំព្រះចន្ទ្រាមានពន្លឺភ្លឺថ្លាត្រចះត្រចង់ហុចមកដល់ដៃខ្ញុំម្ចាស់ក៏ទទួលយកមកឲ្យជាប់នឹងដើមទ្រូងដោយសេចក្តីត្រេកអរឥតឧបមាស្រាប់តែភ្លាមនោះរស្មីត្រចះត្រចង់នោះបែរជាធ្វើឲ្យភពផែនដីប្រែទៅជាកងឹតសូន្យសងហើយខ្ញុំម្ចាស់ក៏ប្រត់ពីព្រះអង្គទៅដៃនោះទៀតសោតក៏របូតចេញពីព្រះចន្ទ្រាខ្ញុំម្ចាស់ទួយសោកឈឺចិត្តពន់ពេកក៏ដួលសន្លប់ទៅលើដីក្រោយមកទើបរាហុ
យកព្រះចន្ទ្រាមកឲ្យខ្ញុំម្ចាស់វិញព្រះរាជាស្ដាប់សុបិននិមិត្តមហាសីទាំងពីរចប់ក៏ត្រាស់សួរហោរាហើយគន់គូរជើងលេងហោរាទូលថ្វាយថាព្រះនាងចន្ទានឹងប្រសូតបានបុត្រីមួយអង្គចំណែកព្រះនាងចន្ទទេវីនឹងប្រសូតបានបុត្រាមួយអង្គមានសម្បុរភ្លឺថ្លារូបរាងល្អឥតមងព្រះរាជាទ្រង់ព្រះសម្ដាប់ហើយក៏មានព្រះទ័យត្រេកអរណាស់ហើយប្រាប់ថាទ្រង់នឹងឲ្យបុត្រាឡើងគ្រងរាជបន្តពីព្រះអង្គលុះគ្រប់ទសមាសព្រះនាងឆន្ទាប្រសូតបានបុត្រីមួយអង្គថ្វាយព្រះនាមចន្ទីរីឯព្រះនាងចន្ទទេវីក៏ប្រសូតបុកមកជាខ្យងសាំងព្រះនាងឆន្ទាឃើញដូច្នេះក៏ទៅជួបលោកវិជ័យហោរាធ្វើយ៉ាងណាឲ្យព្រះស្វាមីបណ្ដេញម្ដាយនិងកូនចាកចេញពីព្រះរាជវាំងស្ដេចតតឃើញដូច្នេះក៏ហៅហោរាមកទស្សទាយម្ដងទៀតហោរាទូលថ្វាយថាបើតាមជើងលេខព្រះមហាសីចន្ទទេវីហើយនឹងព្រះរាជបុត្រខ្យងសាំងរឿងដែលកើតឡើងបែបនេះព្រោះកម្មពីជាតិមុនបើព្រះមហាសីកើតបានបុត្រជាមនុស្សវិញនោះប្រហែលជាបានប្រសើរក្រៃលែងគ្មាននរណាប្រៀបផ្ទឹមបានឡើយតែបើជាខ្យងសាំងព្រះនគរទាំងមូលនឹងរលាយសាបសូន្យក្រាបទូលព្រះមហាសីចន្ទទេវីទ្រង់ព្រះសម្ដាប់ដូច្នេះក៏ព្រះកន្សែងភ្លាមស្ដេចមានព្រះរាជបន្ទូលទៅហោរាថាតើមានវិធីដោះស្រាយទេហោរាទូលតបថាមានតែវិធីមួយគត់គឺនិរទេសព្រះមហាសីនិងព្រះរាជបុត្រខ្យងសាំងចេញពីនគរក្រាបទូលគ្រានោះព្រះមហាសីចន្ទទេវីក៏បីព្រះរាជបុត្រខ្យងសាំងចេញពីព្រះនគរមែនព្រះនាងទួញយំសោកទាំងទឹកនេត្រាហូរជោកពេញវងព្រះភ័ក្ត្រព្រះនាងចន្ទាក៏ទៅរកយាយស្មេធាធ្វើក្រមុនដាក់ស្នេហ៍ព្រះវិមលរាជាឲ្យងប់ជឿជាក់ព្រះនាងរហូតបាត់មុខមិនបានហើយឲ្យព្រះនាងចន្ទាឡើងជាអគ្គមហាសីធំព្រះនាងចន្ទទេវីកាលដែលចាក់ចេញពីព្រះនគរតែខ្លួននឹងបង្វិចខោអាវគ្មានទ្រព្យធនអ្វីឡើយត្បិតនាងចន្ទាបានរឹបអូសយកគ្មានសល់ព្រះនាងយាងចូលព្រៃបានសុំខ្ទមតាយាយកំសត់រស់នៅព្រះនាងតែចូលក្នុងព្រៃកាប់អស់មកលក់ជារបរចិញ្ចឹមជីវិតព្រះនាងបីបងរក្សាបុត្រគ្រប់ពេលវេលាពេលព្រះនាងចូលព្រៃកាប់អស់ព្រះនាងតែងទុកបុត្រខ្យងសាំងឲ្យនៅក្នុងខ្ទមជាដរាបលុះខ្យងសាំងមានព្រះជន្មបាន3ព្រះវស្សាកុមារតែងតែចេញពីសម្បកខ្យងមកជួយការងារមេដាហើយក៏ចូលក្នុងសម្បកខ្យងវិញមានថ្ងៃមួយព្រះនាងទុកអង្ករដែលមិនប្រយ័ត្នហើយក៏ចូលព្រៃកាប់អស់ដូចរាល់ដងពេលនោះមានមាន់ឡើងចឹកស៊ីអង្ករជ្រុះរត់រាយអស់ព្រះរាជកុមារយាងចេញពីក្នុងខ្យងមកដេញមាន់រត់អស់ទៅរួចប្រមូលនឹងរើសអង្ករទុកឲ្យមេដាវិញយ៉ាងល្អព្រះនាងមកដល់ផ្ទះឆ្ងល់ណាស់តើអ្នកណាជួយដេញមាន់មិនឲ្យស៊ីអង្ករមានថ្ងៃមួយព្រះនាងបានធ្វើឧបាយទ
ទុកអង្គមិនប្រយ័ត្នហើយចាំលបមើលថាតើអ្នកណាជាអ្នកដេញមាន់ឲ្យពេលនោះក៏ឃើញព្រះរាជបុត្រាយ៉ាងស្រស់ស្អាតយាងចេញពីសម្បកខ្យងមកដេញមាន់រត់ខ្ចាត់ចាយអស់ព្រះនាងក៏ស្ទុះចូលទៅវាយបំបែកសម្បកខ្យងនោះចោលធ្វើឲ្យកុមារចូលលែងកើតហើយមេដាក៏ស្ទុះទៅឲ្យបុត្រទាំងទឹកភ្នែកមិនលេខសោះថារាជបុត្រមិនមែនជាសត្វទេគឺជាមនុស្សពិតនិយាយពីនាងឆន្ទាបន្ទាប់ពីឮដំណឹងថាខ្យងសាំងជាមនុស្សមិនមែនជាសត្វក៏ប្រើកលនិយាទូតព្រះរាជាថាកូនរបស់សហាយនាងចន្ទទេវីឥឡូវមានព្រះជន្ម3វស្សាហើយបុត្រនោះកាចរឹងរូបណាស់បើទុកឲ្យរស់រៀនមានជីវិតថ្ងៃក្រោយនឹងក្លាយជាសត្រូវធំរបស់ព្រះអង្គព្រះវិមលរាជាកាលដែលព្រះសម្ដាប់ហើយក៏ប្រើពេជ្ឈឃាតឲ្យទៅចាប់រាជកុមារខ្យងសាំងសម្លាប់ចោលពេជ្ឈឃាតចូលទៅចាប់កុមារខ្យងសាំងទាំងកំរោលដកដាវប្រហារជីវិតរាជកុមារយ៉ាងប្រេតផ្សៃតែដោយហេតុអំណាចបុណ្យអនិសង្ឃព្រះពោធិសត្វដាវនោះបែរជាមិនមុតហើយបាក់ពុកភ័យខ្ទេចខ្ទីអស់ពេជ្ឈឃាតដកលំពេងមកចាក់ម្ដងទៀតប៉ុន្តែលំពេងប្រែជាផ្កាទៅវិញពេជ្ឈឃាតភ័យណាស់ក៏វិលទៅព្រះរាជវាំងវិញព្រះវិមលរាជាប្រាប់ពេជ្ឈឃាតឲ្យយកកុមារចងដៃចងជើងទម្លាក់ចូលទឹកព្រះនាងចន្ទទេវីកាលបើឃើញបុត្រត្រូវបិតាប្រើពេជ្ឈឃាតសម្លាប់ដូច្នេះព្រះនាងទួញយំឥតស្រាកស្រានតែគួរឲ្យអស្ចារ្យណាស់ព្រះពោធិសត្វកាលពេជ្ឈឃាតចងទម្លាក់ចូលទឹកក៏មិនស្លាប់ទៀតព្រះវិមលរាជាបានប្រើពេជ្ឈឃាតចងកុមារនឹងដុំថ្មធំទម្លាក់ចូលទឹកជ្រៅពេលកុមារចូលទឹកធ្វើឲ្យក្តៅក្រហាយដល់ឋានបាតាលស្ដេចនាគនិមិត្តផ្កាឈូកដ៏ធំទ្រព្រះរាជកុមារខ្យងសាំងនាំយកទៅឋានបាតាលធ្វើជាបុត្រធម៌ហើយស្ដេចនាគសពព្រះតីនិងកុមារខ្យងសាំងខ្លាំងណាស់ទ្រង់បានសួរព្រះរាជកុមារថាហេតុអ្វីបានជាបុត្រធ្លាក់ចូលទឹកដូច្នេះរាជកុមារក៏ទូលប្រាប់ដំណើររឿងសពគ្រប់ធ្វើឲ្យស្ដេចបជង្គនាគសោកសង្រែងសែនអាណិតរាជកុមារពេកក្រៃស្ដេចបជង្គនាគប្រាប់រាជកុមារថាយើងសពព្រះハរតីនឹងអាណិតបុត្រណាស់តែទុកឲ្យបុត្រគង់នៅជាមួយនាគមិនបានឡើយបន្ទាប់ពីនោះទ្រង់និមិត្តសំពើមាសមួយរចនាដោយគ្រឿងលម្អមានប្រដាប់ប្រដាប្រើប្រាស់សពគ្រប់បែបយ៉ាងដាក់រាជកុមារក្នុងសំពើសំដៅទៅនគរយក្សឈ្មោះនាងពន្ធរស់ដើម្បីឲ្យនាងចិញ្ចឹមបីបាច់ថែរក្សាព្រះអង្គសំពើនោះអណ្ដែតរស័ព្ទមួយខែកន្លះក៏បានទៅទើនឹងកន្លែងតាឥសីតាឥសីបានសួររាជកុមារថាហេតុដូចម្ដេចបានជាចៅមកដល់ទីនេះកុមារខ្យងសាំងទូលលោកតាពីដំណើរជីវិតមហាកំសត់និងការព្រាត់ប្រាសពីបិតាបិតា
អីសីខ្សឹកសួលអាណិតរាជកុមារទប់ទឹកនេត្រាពុំបានក៏ប្រទានពរជ័យឲ្យកុមារសូមឲ្យកុមារខ្យងសាំងឈ្នះអស់មាសត្រូវទាំងឡាយនឹងបានយាងទៅដល់នគរនាងពន្ធរស់សូមឲ្យនាងពន្ធរស់អាណិតស្រឡាញ់ចិញ្ចឹមបីបាច់ថែរក្សារហូតដល់10ព្រះវស្សាសូមឲ្យកុមារខ្យងសាំងបានវិលទៅរកព្រះមេដាវិញអីសីប្រទានពររួចក៏យកឈើច្រត់រុញសំពៅមានល្បឿនលឿនពេកក្រៃដល់នគរតាលវ័នសីមាពុយៈប្រងចាប់កុមារស៊ីជាចំណីប៉ុន្តែដោយអំណាចអេសីប្រទានពរធ្វើឲ្យយៈទាំងនោះលិចទឹកខ្សែជន់អស់មួយចំណែកធំដំណឹងនេះបានឮដល់នាងពន្ធរស់នាងឲ្យគេយកដំរីកាឡាហត្ថីទៅទទួលរាជកុមារនាងពន្ធរស់សពព្រះតីនិងកុមារខ្យងសាំងណាស់ក៏ប្រើស្រីភីលៀងជាច្រើនចាំមើលថែរក្សាមានភ្លេងរបាំព្រះស្ញោយកំដរព្រះរាជកុមារពុំឲ្យមានឆ្គាំឆ្គងឡើយហើយប្រាប់យៈទាំងអស់ឲ្យប្រែកាឡាជាមនុស្សកុំឲ្យខ្យងសាំងឃើញជាយៈឲ្យសោះរីឯជំងឺមិនឃ្លានអាហាររបស់យៈពន្ធរស់ក៏ស្រាប់តែជាសះស្បើយឡើងវិញព្រះនាងត្រេកអរណាស់ទ្រង់ក៏រត់តែស្រឡាញ់ព្រះរាជកុមារខ្យងសាំងកាន់តែខ្លាំងឡើងហើយទុកកុមារខ្យងសាំងដូចជាកូនបង្កើតរបស់នាងពេលនាងពន្ធរស់ចេញទៅព្រៃដើម្បីចាប់សត្វជាចំណីនាងបានហាមខ្យងសាំងមិនឲ្យទៅស្រះបោកខរណីជាដាច់ខាតរាជកុមារក៏លបទៅលេងបានឃើញស្រះប្រាក់និងស្រះមាសថ្ងៃក្រោយមកទៀតនាងពន្ធរស់បានទៅព្រៃផ្ដាំបុត្រថាកូនកុំទៅលេងបន្ទុកសម្ងាត់របស់មេដាឲ្យសោះណាខ្យងសាំងតែហេតុដែលចង់ដឹងពេកខ្យងសាំងចូលទៅឃើញវត្ថុទិព្វ3យ៉ាងគឺកាយរចនាស្រោបងោះនិងឈើច្រត់ដោយមិនឲ្យស្រីភីលៀងណាឃើញឡើយលុះគង់នៅនគរយៈបាន10វស្សារាជបុត្រខ្យងសាំងក៏ធំពេញវ័យមានការយល់ដឹងនឹករលឹកដល់មេដាច័ន្ទទេវីខ្លាំងក្រៃថ្ងៃមួយមេដាពន្ធរស់ចេញទៅព្រៃដោយសពដងរាជបុត្រខ្យងសាំងក៏លួចរត់ចេញពីនគរយៈព្រះអង្គបានចោះងូតទឹកស្រះប្រាក់ស្រះមាសធ្វើឲ្យទ្រង់មានពណ៌សម្បរកាន់តែភ្លឺស្អាតរួចចូលប្រាសាទលួចយកវត្ថុទិព្វទាំង3ទ្រង់ពាក់ស្រោមងោះពាក់គៀកកែវនិងបាទារួចជិះឈើច្រត់ហោះឡើងលើអាកាសយ៉ាងលឿនថ្លែងអំពីយៈពន្ធរស់ការរាត្រីដែលរាជបុត្រខ្យងសាំងរត់ចេញពីនគរនាងផ្ទុំនៅក្នុងព្រៃសុបិននិមិត្តថាមានខ្មោចយៈធាត់ខ្មៅធំខ្ពស់ចូលមកដកដាវសស្ញាច់កាត់ព្រះកេះព្រះនាងហើយកាន់ព្រះកេះហោះទៅបាត់ព្រះនាងពន្ធរស់ភ័យណាស់ទ្រង់ភ្ញាក់ឡើងញ័រខ្លួនចំប្រប់ដូចអរិយជនទ្រង់សោកសង្រែងជាពន់ពេកហោះចូលនគរវិញសួររកព្រះរាជបុត្រខ្យងសាំងតែឥតមាននរណាម្នាក់ដឹងឡើយទ្រង់យាងទៅប្រាសាទ
ស្រាប់តែបាត់របស់ទឹកទាំង3ក៏យល់ភ្លាមថាព្រះរាជកុមាររត់ចេញពីនគរដោយជិះឈរច្រត់ក៏ប្រាពួកយក្សទាំងនគរចេញតាមរកព្រះរាជបុត្រខ្យងសាំងជាបន្ទាន់ពួកយក្សបានជួបទ្រង់ដែរតែពុំស្គាល់ថាជាទ្រង់ឡើយព្រោះរាជបុត្រដោះស្រោមងោះចេញធ្វើឲ្យទ្រង់មានសម្បុរភ្លឺថ្លាពួកយក្សស្មានថាជាទេវតាក៏មិនបានចាប់អារម្មណ៍យក្សពន្ទ្រោះចេញរកមើលដោយអង្អែងរួចតាមទាន់ព្រះរាជកុមារហើយខំលួងលោមបត់ឲ្យយាងចូលព្រះនគរវិញព្រោះទ្រង់សពព្រះរាជហឫទ័យនឹងបត់ខ្លាំងណាស់បើគ្មានរាជបុត្រខ្យងសាំងទេមាតានឹងទួញសោករហូតដល់ខ្សែប្រាណទោះជាបេតាអង្វរយ៉ាងណាក៏រាជបុត្រខ្យងសាំងមិនព្រមយាងចូលនគរវិញឡើយយក្សពន្ទ្រោះទួញសោកសង្រេងសង្រីរហូតខ្សែព្រះជន្មខ្យងសាំងឃើញបេតាពន្ទ្រោះទួញសោកឈឺចិត្តរហូតខ្សែព្រះជន្មដូច្នេះក៏ព្រះកន្សែងសោកការជាពន់ពេកព្រោះទ្រង់ធ្វើឲ្យមេដាខ្សែព្រះជន្មលាចាកលោកនេះទៅទ្រង់ប្រើខុនមាពលសេនាយៈឲ្យលើកព្រះសពមេដាដាក់មឈូសមាសទ្រង់ប្រើខុនមាពលសេនាយៈឲ្យលើកព្រះសពមេដាដាក់មឈូសមាសធ្វើបុណ្យតាមប្រពៃណីលុះបូជាព្រះភ្លើងរើសព្រះធាតុដាក់ក្នុងកោដ្ឋមាសរួចតាំងក្នុងព្រះចេតិយហើយក៏ក្រាបបង្គំ3ដងលាទាំងអាឡោះអាល័យស្រណោះជាពន់ពេកទ្រង់ក៏ឈរលើឈើច្រត់ពាក់ស្រោមងោះហោះទៅលើអាកាសចេញពីនគរយក្សបាន7ថ្ងៃទើបទៅដល់សមលៈមហានគរនៅនគរនោះស្ដេចសមលៈរាជាមានព្រះរាជបុត្រី7អង្គសុទ្ធតែមានរូបឆោមល្អស្រស់ដោយទេពអប្សរពេញវ័យគ្រប់គ្នាព្រះសមលៈរាជាប្រកាសធ្វើពិធីជ្រើសរើសស្វាមីជូនរាជបុត្រីព្រះអង្គដោយឲ្យស្ដេចជាចំណោះទាំង101នគរបានបញ្ជូនបុត្រារបស់ទ្រង់ចូលរួមក្នុងពិធីដើម្បីឲ្យរាជបុត្រីទាំង7ជ្រើសរើសបុត្រីច្បងទាំង6អង្គបានរើសព្រះស្វាមីរៀងខ្លួនចំណែកបុត្រីពៅរចនាទេវីមិនបានចូលរួមក្នុងការរើសព្រះស្វាមីឡើយព្រះសមលៈរាជាប្រកាសឲ្យមហាសេដ្ឋីនិងមន្ត្រីទាំងឡាយបញ្ជូនកូនប្រុសមកចូលរួមពិធីរើសស្វាមីដល់បុត្រីពៅតែបុត្រីពៅនៅតែគ្មានចិត្តនឹងបុរសណាម្នាក់សោះព្រះសមលៈរាជាបានបញ្ជាអាមាត្យប្រកាសឲ្យតែបុរសនៅក្នុងនគរទាំងចាស់ទាំងក្មេងចូលរាជវាំងដើម្បីឲ្យបុត្រីរើសយកជាស្វាមីព្រះនាងពៅរចនាទេវីនៅតែគ្មានចិត្តជាមួយនឹងបុរសម្នាក់ណាឡើយព្រះរាជាខ្ញាល់នឹងបុត្រីពៅយ៉ាងខ្លាំងក៏មានបន្ទូលសួរអាមាត្យថាតើបុរសរើសអស់ហើយឬនៅអាមាត្យទូលថាអស់ហើយក្រាបទូលនៅតែងោះម្នាក់គត់ដែលឈរនៅកណ្ដាលវាលស្រែមិនបានមកចូលរួមទេអាមាត្យក៏ហៅងោះចូលវាំងទើបងោះសងបារមីថាបើពៅរចនាទេវីជគូពីអតីតជាតិសូមឲ្យព្រះនាងមើលឃើញរូបខាងក្នុងពុតរបស់ខ្ញុំផង
គ្រានោះគ្រាន់តែងួសចូលមកដល់រាជវាំងភ្លាមព្រះនាងរចនាទេវីក៏ទតឃើញរូបខាងក្នុងនៃស្រោមងួសគឺជាបុរសដ៏ល្អឯកមួយអង្គព្រះនាងក៏យកកម្រងផ្កាមកបំពាក់ឲ្យងួសនាពេលនោះឯងព្រះបិតាទតឃើញដូច្នេះក៏ខ្ញាល់ខ្លាំងណាស់ព្រោះខ្មាស់អស់មន្ត្រីសេនាប្រជានុរាស្ត្របិទបុត្រីពៅរចនាទេវីរើសងួសធ្វើជាស្វាមីថាជាបុត្រីថោកទាបទុកនៅនាំតែចង្រៃព្រះនគរព្រះសមលរាជាបញ្ជាឲ្យពលសេនាយកឫស្សីនិងឈើធ្វើផ្ទះបុត្រីពៅនៅខាងក្រៅព្រះរាជវាំងដែលមិនសង់ប្រាសាទនិងចែកទ្រព្យសម្បត្តិឡើយម្ចាស់បងទាំង6អង្គបានមកសោចបង្អាប់ព្រះនាងពៅថាពួកយើងមើលណែពៅរចនាយកបានប្តីស្អាតមែនទែនដូចជាគល់ឈើអេះអញ្ចឹងឡប់ដូចព្រាយកន្លងដូចមនុស្សមិនគ្រប់គ្រឿងអញ្ចឹងតាមពិតអូនរចនាចូលចិត្តបរោះបែបនេះសោះម្ចាស់បងមួយអង្គទៀតពោលចំអកឲ្យថាណាពៅរចនាហេតុអីក៏មិនគិតពីត្រកូលនិងមុខមាត់ខ្លះផងមុខមាត់អាក្រក់បែបនេះអូនស្រឡាញ់កើតដែរឬម្ចាស់បងមួយអង្គទៀតសួរថាហេតុអ្វីបានជាអូនស្រឡាញ់គេម្នាក់នេះពៅរចនាទូថាខ្ញុំម្ចាស់មិនអាចទូម្ចាស់បងនៅពេលនេះបានទេខ្ញុំម្ចាស់សូមលាម្ចាស់បងទាំងអស់គ្នាសិនហើយពៅរចនាទេវីក៏ចាកចេញពីព្រះរាជវាំងទៅនៅក្នុងខ្ទមជាមួយងួសព្រះសមលរាជាតែងតែប្រើឧបាយកលផ្សេងដើម្បីសម្លាប់ងួសលើកទី1ទ្រង់ឲ្យបុត្រសុនិសាទាំងអស់ដើររកសត្វព្រៃមកថ្វាយព្រះអង្គបើបុត្រណារកមិនបានទេទ្រង់នឹងប្រហារជីវិតព្រះនាងពៅរចនាទេវីភ័យណាស់ក៏ទួញយំប្រាប់ងួសថាបងប្រកាសជាស្លាប់ក្នុងពេលនេះហើយព្រោះព្រះបិតាឲ្យបងទៅចាប់សត្វព្រៃមកថ្វាយទ្រង់បើរកមិនបានទេព្រះបិតានឹងប្រហារជីវិតបងហើយបុត្រសុនិសាទាំង6ព្រះអង្គយាងចូលព្រៃជាមួយនឹងបម្រើសេនាឆ្វេងស្ដាំហើយម្នាក់រកតែសត្វមួយក៏មិនបានផងព្រោះងួសបានសែបមុនហើយសត្វព្រៃទាំងអស់មកជុំចិត្តភ្លាមនោះស្ដេចទាំង6អង្គក៏នាំគ្នាបួងសួងដល់ទេវតាម្ចាស់ព្រៃសូមឲ្យបានសត្វព្រៃម្នាក់មួយងួសឃើញដូច្នេះក៏រហ័សចេញពីស្រោមមានសម្បុរមាសភ្លឺចិញ្ចាយល្អឡាស់ពេកក្រៃមកឈរចំពោះស្ដេចទាំង6អង្គស្ដេចទាំង6អង្គស្មានថាជាទេវតារក្សាសត្វក៏ចូលមកក្រាបបង្គំសូមសត្វព្រៃបានម្នាក់មួយប៉ុន្តែស្ដេចទាំង6អង្គត្រូវចិត្តច្រមុះជាធ្នូព្រះសមលរាជាសង្ឃឹមថានឹងបានសម្លាប់ងួសព្រោះងួសច្បាស់ជាមិនអាចរកសត្វព្រៃបានឡើយងួសរែកសត្វព្រៃជាច្រើនក្បាលមកដាក់នៅព្រះលានមណ្ឌលដល់មុនស្ដេចទាំង6អង្គចំណែកស្ដេចទាំង6អង្គកាលដែលយកសត្វព្រៃមកថ្វាយព្រះរាជាសត្វបានហើមស្អុយទៅហើយច្រមុះម្នាក់ដាច់ចិញ្ចៀមទៀតផងទ្រង់តតឃើញដូច្នេះក៏ខ្ញាល់ហើយខ្មាស់អស់មន្ត្រី
ក៏បែរព្រះភ័ក្ត្រចេញរួចយាងទៅបាត់លើកទី2ព្រះសមលរាជាប្រើឧបាយកលឲ្យបុត្រសន្និសាទាំង7ព្រះអង្គទៅរកត្រីទៀតបើរកមិនបានថ្វាយព្រះអង្គទេនឹងត្រូវប្រហារជីវិតពៅរចនាទេវីចាប់ផ្ដើមភ័យហើយទូលងោះថាម្ដងនេះព្រះបិតាឲ្យបងទៅរកត្រីមកថ្វាយទ្រង់បើរកមិនបានទ្រង់នឹងប្រហារជីវិតបងស្ដេចទាំង6អង្គចេញរកជាមួយពលសេនាតែគ្មានអង្គណារកត្រីបានសោះព្រោះងោះបានសែបមុនហើយអស់មច្ឆាមកជប់ចិត្តស្ដេចទាំង8អង្គនោះក៏នាំគ្នាបួងសួងដល់ទេវតាសូមឲ្យបានត្រីផងងោះឃើញដូច្នេះក៏ចេញពីស្រោមមកឈរចំពោះស្ដេចទាំង6អង្គហើយបានប្រទានត្រីដល់ស្ដេចទាំងនោះតែត្រូវកាត់ស្លឹកត្រចៀកជាថ្នូរបន្ទាប់មកងោះយកខ្សែមកដោតត្រីម្ខាងមួយត្រណោតរួចរែកដាក់ថ្វាយព្រះបិតាក្មេកព្រះសមណរាជាខ្មាស់អស់មន្ត្រីតូចធំព្រោះតែស្អប់ងោះហើយមិនអាចសម្លាប់ងោះបានលុះលើកទី3ព្រះសមណរាជាដោយឲ្យបុត្រសន្និសាទាំង7ព្រះអង្គលម្អទ្រង់គ្រឿងជិះសេះវិខលីបើបុត្រណាតែងខ្លួនមិនល្អទ្រង់នឹងប្រហារជីវិតលើកនេះព្រះនាងរចនាទេវីទ្រង់ព្រះកន្សែងសោយសោកណាស់ថាងោះច្បាស់ជាខ្សែព្រះជន្មព្រោះទ្រង់គ្មានអ្វីពាក់លម្អដោយស្ដេចទាំង6អង្គឡើយព្រះនាងរចនាទេវីទួញអង្វងងោះឲ្យចេញយាងពីស្រោមដើម្បីឲ្យគេឃើញរូបរាងដ៏ល្អពិតនឹងទៅខ្ចីគ្រឿងអលង្ការពីបងមកទ្រង់គ្រឿងលម្អឲ្យដូចស្ដេចទាំង6អង្គដើម្បីរួចពីខ្សែជីវិតព្រះនាងរចនាទេវីពួញអង្វងងោះឲ្យចេញពីស្រោមច្រើនលើកច្រើនសារងោះនៅតែមិនព្រមចេញឡើយព្រះនាងទួញអង្វររហូតឈឺចិត្តណែនទ្រង់ខ្លាំងពេកក៏ខ្សែព្រះជន្មនៅមុខងោះព្រះពោធិសត្វឃើញដូច្នេះសែនអាណិតព្រះនាងណាស់មិនគួរណាចិត្តរឹងមាននេះមិនព្រមចេញពីស្រោមងោះធ្វើឲ្យទ្រង់ខ្សែព្រះជន្មទាំង3ក្មេងគ្រានោះព្រះអិនអមរិនក្តៅនៅមិនសុខក៏បើកព្រះនេត្រឃើញនាងរចនាទេវីយំសោករហូតខ្សែព្រះជន្មព្រោះតែអង្វរព្រះពោធិសត្វឲ្យយាងចេញពីស្រោមងោះដោយខ្លាចអំណាចព្រះវរបិតាសម្លាប់ព្រះឥន្ទ្រាធិរាជក៏ប្រើព្រះពិស្ណុកាយាងទៅប្រាប់ព្រះបាទសមលរាជាថាព្រះឥន្ទនឹងមកលបងជិះសេះវិខលីជាមួយបុត្រសន្និសាទាំង7អង្គដោយភ្នាល់ដាក់នគរទាំងមូលបុត្រសន្និសាទាំង6អង្គរបស់ព្រះសមលរាជាសុទ្ធតែលបងចាញ់ព្រះឥន្ទទាំងអស់ព្រះសមលរាជាវិតកចិត្តក្រៃលែងព្រោះដឹងច្បាស់ថាព្រះនគរទាំងមូលនឹងត្រូវធ្លាក់ទៅលើព្រះឥន្ទក៏ប្រើមហេសីទៅយាងអញ្ជើញងោះឲ្យចូលលបងជិះសេះវេឃ្លីជាមួយព្រះឥន្ទ្រាធិរាជគ្រានោះងោះកំពុងទួញសោកខ្លាំងពេកព្រោះធ្វើអនហេសីខ្សែព្រះជន្មទ្រង់យំបណ្ដើរក្បង់ទឹកគុន្ធៈពីដោមកដិតព្រះភ័ក្ត្រព្រះនាងឲ្យស្អាតស្រាប់តែព្រះនាងមានព្រះជន្មឡើងវិញ
ងោះត្រេកអរណាស់ពេលនោះព្រះមេដាក៏យាងមកល្មមអញ្ជើញបុត្រសិនសាទៅលបងជិះសេះវិក្លីជាមួយនឹងព្រះឥន្ទព្រោះនគរជិតធ្លាក់ទៅដៃអ្នកផ្សេងហើយព្រះនាងរចនាទេវីអង្វរងោះឲ្យយាងចេញពីស្រោមដើម្បីកុំឲ្យព្រះមេដាបិតាខ្មាស់គេងោះយល់ព្រមធ្វើតាមព្រះនាងហើយក៏ទូលព្រះមេដាឲ្យទៅរកសេះមួយខ្យងសាំងយាងចេញពីស្រោមងោះអស់មនុស្សទាំងផងសឹកភ្ញាក់ផ្អើលស្មារតីភ្លឹកអារម្មណ៍សរសើរពីរូបរាងសម្បុរល្អឡាមានពណ៌ភ្លឺត្រចះត្រចង់សូម្បីតែអស់ទេវតាក៏មិនអាចប្រៀបផ្ទឹមបានដែរខ្យងសាំងជិះសេះលបងវៃឃ្លីជាមួយព្រះឥន្ទ្រាធិរាជក៏ឈ្នះពេលនោះអស់លោកទេវតាពួកមន្ត្រីសេនាប្រជានុរាស្ត្រស្រែកសរសើរអបអរនឹងជ័យជំនះដែលខ្យងសាំងទទួលបានព្រះសមលរាជាត្រេកអរអ្វីព្រាបផ្ទឹមពុំបានឡើយព្រោះតតឃើញបុត្រសិនសាមានឫទ្ធិអំណាចខ្លាំងក្លារូបកាយទៀតសោតក៏ល្អលើសគេនឹងអាចស្នងរាជជំនួសទ្រង់ទើបស្ដេចរាជាពិសេសចងសាំងជាមួយព្រះនាងរចនាទេវីឲ្យឡើងគ្រងរាជ្យជាស្ដេចផែនដីនៃសមលមហានគរនិងជាអគ្គមហេសីធំលើសអស់ស្រីទាំងពួងព្រះឥន្ទអមរិន្ទក៏បង្អុរភ្លៀងរត់3ថ្ងៃជាប់គ្នាកើតមាសកើតប្រាក់កែវកងជាច្រើនអនេកដើម្បីចងដៃព្រះខ្យងសាំងព្រះឥន្ទស្ដាប់ដឹងសពកិច្ចការហើយក៏ហោះទៅឋានសួគ៌វិញចាប់តាំងពីព្រះខ្យងសាំងឡើងគ្រងរាជសម្បត្តិនៅសមលមហានគរមកអស់ស្ដេចទាំងឡាយតែងតែចូលបង្គំគាល់ព្រះរាជាខ្យងសាំងដោយក្តីគោរពស្រឡាញ់ចំណែកស្ដេចបុត្រសន្សាទាំង6អង្គមិនព្រមថ្វាយបង្គំគាល់ព្រះរាជាខ្យងសាំងឡើយព្រះខ្យងសាំងមានបន្ទូលទៅស្ដេចបងទាំង6ថាស្ដេចអស់នេះថ្លើមធំមិនគោរពកោតខ្លាចយើងសោះកាលពីរកសត្វមិនបានចូលមកសុំយើងឲ្យចិត្តច្រមុះដើម្បីជាធ្នូដូរសត្វម្នាក់មួយហើយការទៅរកត្រីមិនបានយើងឲ្យកាត់ត្រចៀកជាធ្នូនឹងត្រីម្នាក់មួយហើយឥឡូវបើជាហ៊ានប្រមាថព្រះចេស្តាធ្វើរឹកប្រងើយកន្តើយធ្វើមិនស្គាល់ធ្វើមិនគោរពដូច្នេះសោះស្ដេចទាំង6គ្រាន់តែឮពាក្យនេះភ្លាមក៏ក្រាបបង្គំគោរពកោតខ្លាចព្រះខ្យងសាំងលែងហ៊ានប្រមាថព្រះចេស្តាតទៅទៀតនគរសាលស័កថ្លែងពីព្រះវិមលរាជានៅឯនគរសាលស័កក្នុងរាត្រីមួយព្រះឥន្ទ្រាធិរាជហោះចូលប្រាសាទទ្រង់ស្រែកសន្ធប់រំពងណៃកាន់ដំបងប៉ិនដើមថ្នោតហើយជេរប្រមាថស្ដេចវិមលរាជាថាជាស្ដេចល្ងងខ្លៅមិនស្គាល់ខុសត្រូវជឿតាមនាងចន្ទាកំណាចបើស្ដេចមិនទៅយាងព្រះនាងចន្ទទេវីចូលព្រះនគរវិញទេ7រាត្រីទៀតយើងនឹងវាយបំបែកក្បាលជា7បំណែកព្រះឥន្ទបន្តទៀតថាព្រះខ្យងសាំងកុមារមិនទាន់សុគតទេឥឡូវទ្រង់កំពុងសោយរាជ្យនៅសមលមហានគរឯណោះ
ព្រះវិមលរាជាភ័យស្លន់ស្លោក៏ប្រាអាមាត្យនិងរាជបរហិតអាចារ្យបណ្ឌិតពលសេនាបំរើយាងទៅព្រះនាងចន្ទទេវីមកពីក្នុងព្រៃវិញកាលនោះអាមាត្យអាចារ្យបណ្ឌិតពលសេនាស្រីបំរើទាំងអស់ចេញទៅជួបព្រះនាងក៏យំខ្សឹកខ្សួលពេលឃើញព្រះនាងចន្ទទេវីរងទុក្ខលំបាកទុរគតម្នាក់ឯងនៅក្នុងព្រៃរូបកាយទៀតសោតក៏ស្គមស្គាំងមើលពំយល់អស់លោកអាចារ្យអាមាត្យទូលយាងព្រះនាងចន្ទទេវីចូលព្រះនគរតែព្រះនាងប្រកែកថាមិនព្រមយាងទៅវិញទេព្រោះស្ដេចចោទថាជាស្រីមានសហាយស្មន់ហើយទ្រង់សម្លាប់បុត្រាបណ្ដោចិត្តខ្ញុំទៀតផងខ្ញុំនាងទៅវិញទេព្រោះខ្លាចព្រះរាជាសម្លាប់ចោលហើយក្រុមលួងក៏នាំគ្នាត្រឡប់មកវិញរីឯនាងចន្ទាកាលបើព្រះវិមលរាជាលែងសូវរវល់ជាមួយហើយក៏ទៅរកយាយចាស់ស្មេធាដាក់មន្តអាគមដើម្បីសម្លាប់នាងចន្ទទេវីព្រះវិមលរាជាយាងមកតន់ទតឃើញនាងចន្ទានិងស្មេធាប្រុងធ្វើសិលសម្លាប់ព្រះនាងចន្ទទេវីដូច្នេះទ្រង់ក៏ប្រើបច្ឆាឃាតចាប់នាងចន្ទានិងស្មេធាចងស្លាប់សេកហើយឲ្យដំរីចុះប្រេងកាចសាហាវជន់ស្លាប់ជាមួយគ្នាក្នុងពេលនោះឯងចំណែកព្រះនាងចន្ទីជាបុត្រីរបស់ព្រះនាងចន្ទាទួញយំសោកសង្រេងហើយសុំទទួលសពបិតាទៅធ្វើបុណ្យបញ្ចុះនៅឯក្នុងព្រៃព្រះវិមលរាជាក៏យាងចូលព្រៃដើម្បីយាងព្រះមហេសីចន្ទទេវីចូលព្រះនគរតែព្រះនាងមិនព្រមចូលនគរឡើយទើបព្រះរាជាទូលថាបើព្រះមហេសីមិនចូលព្រះរាជវាំងទេនោះព្រះរាជបុត្រខ្យងសាងនឹងមិនយាងចូលសាលស័កមហានគរឡើយត្បិតព្រះអិនប្រាប់ថារាជបុត្រយើងមិនទាន់សគត់នៅឡើយទេហើយឥឡូវកំពុងគ្រងរាជ្យនៅសម្បលមហានគរឯណោះព្រះនាងចន្ទទេវីទ្រង់ព្រះសម្ដាប់ដូច្នេះក៏ព្រមយាងចូលព្រះរាជវាំងវិញដើម្បីធ្វើដំណើរយាងព្រះរាជបុត្រខ្យងសាងពីនគរសម្បលរាជាគ្រានោះដើម្បីបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់ថាទ្រង់គ្មានសហាយស្មន់ព្រះនាងចន្ទទេវីបានឲ្យគេរៀបអស់គោដើម្បីដុតឲ្យឆេះអានឹងអើដើរលើព្រះអគីបញ្ជាក់ពីភាពបរិសុទ្ធរបស់ទ្រង់គ្រានោះព្រះនាងបានដើរលុយភ្លើងដែលកំពុងតែឆាបឆេះសន្ធោសន្ធៅម៉ែភ្លើងនោះពុំបានធ្វើឲ្យរលាកប៉ះដល់ព្រះកាយព្រះនាងបន្តិចណាឡើយតែបែរជាធ្វើឲ្យទ្រង់មានសម្រស់ល្អផូរផង់សម្បុរភ្លឺថ្លាជាងមុនទៅទៀតពេលនោះស្រីពលៀងក៏ទ្រង់គ្រឿងអលង្ការសម្លៀកបំពាក់ស្រស់សោភាក្រៃលែងដល់ព្រះនាងចន្ទទេវីបន្ទាប់មកព្រះវិមលរាជានិងព្រះនាងចន្ទទេវីអមដោយពលសេនាទ័ពសេះនិងមន្ត្រីអាមាត្យព្រាហ្មណ៍បណ្ឌិតយាងទៅនគរសម្បលរាជាលុះដល់ពាក់កណ្ដាលផ្លូវទ្រង់ឲ្យទ័ពទាំងអស់សម្រាកក្នុងព្រៃរីឯព្រះអង្គទាំងពីរបន្លំកាយ
ទៅសមលនគរដើម្បីស៊ើបមើលថាតើស្ដេចសមលនគរជាព្រះរាជបុត្រខ្យងសាំងមែនឬអត់ព្រះវិមលរាជាក្លែងជានាយាមទ្វាវាំងចំណែកព្រះនាងចន្ទទេវីក្លែងជាចុងភៅវាំងបន្លំកាយចូលសមលនគរបានមួយខែព្រះនាងចន្ទទេវីបានចាត់បន្លែចេញជារូបផ្សេងដូចជារូបស្ដេចក្រោធបណ្ដេញព្រះនាងចេញពីព្រះនគររូបព្រះនាងប្រសូតបុត្រខ្យងសាំងរូបបុត្រដេញមាន់រូបព្រះនាងវាយបំបែកសម្បកខ្យងរូបព្រះនាងថ្នមបុត្ររូបពេជ្ឈឃាតយកបុត្រទៅសម្លាប់ក្នុងទឹកលុះព្រះខ្យងសាំងរាជាសោយក្រញាពេលព្រឹកតតឃើញរូបបន្លាយទាំងនោះទ្រង់សោយលែងចូលអអួលក្នុងព្រះハរតីទ្រង់ព្រះកន្សែងនឹករលឹកដល់ព្រះមេដាជាខ្លាំងទ្រង់យិញចូលក្រឡាបន្ទំគិតហើយគិតទៀតក៏ប្រើអ្នកចំណិតព្រះអង្គតាមសួររកអ្នកចិត្តបន្លែព្រះនាងទេវីយាងចូលពុំទាន់ដល់ផងព្រះខ្យងសាំងស្គាល់ជាក់ជាព្រះមេដាទ្រង់ក៏ចុះពីបល្ល័ង្កលុតជង្គង់ក្រាបថ្វាយបង្គំព្រះមេដាទូលយំដោយក្តីនឹករលឹកពេករហូតខ្សែព្រះជន្មទាំងពីរព្រះអង្គព្រះនាងរចនាទេវីចូលមកតតឃើញស្វាមីខ្សែព្រះជន្មដូច្នេះព្រះនាងសោយសោករហូតខ្សែព្រះជន្មក្នុងពេលនោះដែរពេលនោះព្រះឥន្ទ្រាធិរាជក៏បើកព្រះនេត្រឃើញក្សត្រទាំង3អង្គខ្សែព្រះជន្មក៏ប្រោះទឹកសួរឲ្យមានព្រះជន្មឡើងវិញព្រះរាជបុត្រខ្យងសាំងរៀបរាប់ដំណើរជីវិតរបស់ទ្រង់ទូលប្រាប់ព្រះមេដាបិតាព្រះមេដានិងព្រះមេដាទូលបុត្រថាទ្រង់បានបន្លំកាយចូលមកក្នុងសមលនគរមួយខែហើយដើម្បីនឹងស៊ើបរកដំណឹងបុត្រនិងចង់ជួបព្រះភ័ក្ត្របុត្រព្រះវិមលរាជាសូមឲ្យព្រះខ្យងសាំងលើកលែងទោសឲ្យព្រះបិតាព្រោះពីមុនបានស្ដាប់និងជឿពាក្យនាងឆន្ទាដោយសារតែត្រូវមន្តអាគមកញ្ចាស់ស្មេធាឥឡូវនេះបិតាមកយាងព្រះរាជបុត្រទៅស្នងរាជនៅសាលស័កមហានគរវិញព្រះពោធិសត្វឥឡូវនេះបិតាមកយាងព្រះរាជបុត្រព្រះពោធិសត្វខ្យងសាំងប្រកែកមិនព្រមយាងទៅឡើយព្រោះបិតាចិត្តខូខើចង់បុត្រទម្លាក់ទឹកព្រះវិមលរាជាឬបុត្រប្រកែកមិនព្រមយាងទៅទ្រង់អួលណែនដើមទ្រូងពេកក្រៃទូចសោកសម្រែងដកព្រះខ័នប្រងចាក់ទម្លុះទ្រូងព្រោះតែបានធ្វើអំពើមិនគប្បីមកលើបុត្រតែព្រះខ្យងសាំងខាត់នឹងយល់ព្រមយាងទៅសាលស័កមហានគរដើម្បីស្នងរាជបន្តពីបិតាលុះដល់សាលស័កមហានគរព្រះវិមលរាជារៀបអភិសេកព្រះនាងចន្ទីជាមួយព្រះខ្យងសាំងព្រះខ្យងសាំងដាក់ឈ្មោះថ្មីឲ្យនាងចន្ទីថាសុវណ្ណធីតាដោយឲ្យព្រះនាងរចនាទេវីគង់ខាងស្ដាំនិងសុវណ្ណធីតាគង់ខាងឆ្វេងព្រះនាងចន្ទទេវីបានណែនាំសុវណ្ណធីតាកុំឲ្យមានចិត្តឆន្ទាដូចជាម្ដាយព្រះខ្យងសាំងសោយរាជនៅសាលស័កមហានគរប្រជារាស្ត្របានសុខសេមសាមទ្រង់តែងតែដាក់ទានមាសប្រាក់កៅកងចំណីអាហារ
9 ខែជាប់គ្នាដល់ពួកស្មោមនិងអ្នកកំសត់ទុរគត9 ខែបន្ទាប់ទ្រង់កាន់នៅទួស្ពិតរាជធរឥតមានឆ្កងហើយតែងដាក់ទានប្រាថ្នាសុំត្រាស់ជាព្រះសម្មាសម្ពុទ្ធព្រះចងសង្ឃសោយរាជបានគម្រប់3ព្រះវស្សាព្រះនាងរចនាទេវីប្រសូតបានបុត្រាមួយអង្គថ្វាយព្រះនាមថាសុវណ្ណកុមារចំណែកនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គព្រះនាមសុវណ្ណទេវីព្រះពោធិសត្វអភិសេកផ្សំផ្គុំបុត្រាបុត្រីរួចក៏ចាត់ព្រះរាជអាជ្ញាឲ្យសង់រោងថ្មី3000វែងមានឆ្លាក់រចនាផ្កាភ្ញីបាសាបាសីមរគីតាមជញ្ជាំងហើយដាំត្បូងដាក់កញ្ចក់រំលេចទៅដោយពន្លឺភ្លឺត្រចះត្រចង់រុងរឿងក្រៃលែងថ្វាយបុត្រីទ្រង់តែងព្រានប្រដៅអស់ពួកមន្ត្រីសេនាបតីឲ្យចេះបំពេញកុសលតាំងសិលភាវនាធម៌ជាប្រចាំដើម្បីបានអានិសង្សសម្រាប់អនាគតជាតិព្រះចងសង្ឃក៏ចូលទីមង្គតនៅព្រះជន្ម110ព្រះវស្សាទ្រង់បានទៅជួបជុំរាជត្រកូលនៅឯឋានសួគ៌នាងឆន្ទាបានកើតជាប្រពន្ធទេវទត្តយៈពុន្ទរស់បានកើតជានាងបៃសាខាព្រះបាទសមលរាជាបានកើតជាព្រះសោធនជាព្រះបិតាព្រះនាងចន្ទទេវីបានកើតជាព្រះនាងសិរីមហាមាយាជាព្រះមាតាព្រះនាងរចនាទេវីបានកើតជាព្រះនាងពំពាយសោធរាជាព្រះមហេសីព្រះនាងសុវណ្ណធីតាបានកើតជានាងសុចិតាសុវណ្ណកុមារបានកើតជារាហុលកុមារជាព្រះរាជបុត្រសុវណ្ណទេវីបានកើតជាឧបនាសារិកាសុវណ្ណទេវីបានកើតជាឧបនាសារិការីឯព្រះចងសង្ឃបានកើតជាព្រះសោធនគឺព្រះបរមពុទ្ធិសត្វនៃយើងនេះហើយ